នៅព្រឹកព្រលឹមថ្ងៃអង្គារ500ខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ឯកឧត្តមខុតចន្ទធីដែលជាគ្រូបង្គោលប្រចាំតំបន់2និងឯកឧត្តមញឹមសារ៉ាត់ដែលជាគ្រូបង្គោលប្រចាំខេត្តកំពតបានចុះមកកាន់សាលាបឋមសិក្សារោងចក្រគោលបំណងនៃការចុះជួយនេះគឺដើម្បីគាំទ្រនិងលើកកម្ពស់ឥរិយាបថសិស្សនៅក្នុងសាលារៀនអំឡុងពេលចុះនេះឯកឧត្តមទាំងពីររូបបានផ្ដោតសំខាន់ទៅលើចំណុចគន្លឹះចំនួន3គឺ1វិន័យពួកគាត់បានលើកឡើងអំពីសារៈសំខាន់នៃវិន័យក្នុងសាលារៀនរួមទាំងការគោរពពេលវេលាការស្ដាប់គ្រូបង្រៀនការអនុវត្តតាមបទបញ្ជានិងក្បួនច្បាប់នៅក្នុងសាលារៀនទី2សីលធម៌ឯកឧត្តមទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃសីលធម៌ក្នុងការអប់រំដូចជាការគោរពគ្នាទៅវិញទៅមកភាពស្មោះត្រង់ការជួយគ្នាទៅវិញទៅមករវាងសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូទី3ឥរិយាបថសិស្សពួកគាត់បានលើកទឹកចិត្តឲ្យសិស្សមានឥរិយាបថល្អទាំងនៅក្នុងថ្នាក់រៀននិងនៅក្រៅថ្នាក់រៀនដើម្បីឲ្យក្លាយជាពលរដ្ឋល្អម្នាក់នាពេលអនាគតក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះឯកឧត្តមទាំងពីររូបបានជួបជាមួយនឹងគណៈគ្រប់គ្រងសាលារៀនលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សទាំងអស់ដើម្បីធ្វើការស្វែងយល់អំពីបញ្ហាប្រឈមនិងដំណោះស្រាយដែលអាចជួយលើកកម្ពស់គុណភាពអប់រំនៅសាលារៀនយើងខ្ញុំឲ្យកាន់តែប្រសើរឡើងថែមទៀតនៅក្នុងការអនុវត្តគម្រោងកវអសាលាគោលដៅការចុះមកជួយគាំទ្រនេះបានបង្ហាញអំពីការបដិញ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាជាពិសេសការអប់រំមូលដ្ឋាននៅតាមសាលាបឋមគោលដៅឲ្យសិស្សានុសិស្សទាំងអស់ក្លាយទៅជាកូនល្អសិស្សល្អមិត្តល្អនិងពលរដ្ឋល្អម្នាក់នៅក្នុងពេលអនាគតសូមអរគុណសូមជម្រាបលា